វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់បង្ខំឲ្យក្រុមហ៊ុននំកញ្ចប់ជប៉ុនបដូរការវេចខ្ចប់មកជាពណ៌សខ្មៅយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បានឲ្យដឹងថាក្រុមហ៊ុន Calbee ដែលជាក្រុមហ៊ុនផលិតនំកញ្ចប់និងធញ្ញជាតិដ៏ធំបំផុតមួយដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានសម្រេចចិត្តផ្លាស់ប្តូររូបរាងកញ្ចប់ផលិតផលចំនួន14មុខរបស់ខ្លួនឲ្យទៅជាពណ៌សខ្មៅដែលមើលទៅហាក់ដូចជាមានភាពស្រងេះស្រងោចខណៈដែលសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់បានរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ធាតុផ្សំសំខាន់ៗសម្រាប់ផលិតទឹកថ្នាំពណ៌ចំណាត់ការដ៏ចម្លែកនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថានឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី25ខែឧសភាឆ្នាំ2026នេះតទៅដោយការរចនានិងកាត់បន្ថយមកត្រឹមប្រើប្រាស់ទឹកថ្នាំពីរពណ៌ប៉ុណ្ណោះដើម្បីឆ្លើយតបទៅនឹងវិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាដែលកំពុងធ្វើឲ្យតម្លៃទំនិញហក់ឡើងខ្ពស់និងខ្វះខាតការផ្គត់ផ្គង់ប្រេងជាពិសេសគឺការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនសារធាតុ Naphtha ដែលគេយកមកចម្រាញ់ធ្វើជាផ្លាស្ទិកនិងទឹកថ្នាំបោះពុម្ពនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលមានបុគ្គលិកជាង5000នាក់មួយនេះបានលើកឡើងថាការផ្លាស់ប្ដូរនេះគឺដើម្បីធានាឲ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់នំនៅលើទីផ្សារជប៉ុនក៏ដូចជាការនាំចេញទៅកាន់សហរដ្ឋអាមេរិកចិននិងអូស្ត្រាលីទោះបីជាត្រូវលះបង់នូវភាពតាក់ទាញនៃពណ៌កញ្ចប់ក៏ដោយការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺនៅលើកញ្ចប់នំដំឡូងរសជាតិប្រៃតិចៗដែលគេស្គាល់ថា USUCO ដែលពីមុនធ្លាប់តែមានកញ្ចប់ពណ៌ទឹកក្រូចអមដោយរូបភាពដំឡូងបំពងពណ៌លឿងនិងរូបតំណាងបុរសដំឡូងបារាំងពាក់មួកដ៏ល្បីល្បាញប៉ុន្តែឥឡូវនេះវានឹងត្រូវជំនួសមកវិញដោយកញ្ចប់ដែលមានត្រឹមតែអក្សរនិងរូបពណ៌សខ្មៅយ៉ាងសាមញ្ញបំផុតទោះជាមានការប្រែប្រួលផ្នែកខាងក្រៅយ៉ាងណាក្តីក្រុមហ៊ុន Calbee បានអះអាងយ៉ាងច្បាស់ថាគុណភាពសុវត្ថិភាពនិងរសជាតិនំដែលនៅខាងក្នុងកញ្ចប់គឺនៅរក្សាភាពល្អដដែលមិនមានការផ្លាស់ប្ដូរឡើយតែក្រុមហ៊ុនក៏នៅមិនទាន់អាចបញ្ជាក់បានដែរថាតើវិធានការសន្សំសំចៃទឹកថ្នាំពណ៌នេះនឹងត្រូវបញ្ចប់នៅពេលណានោះទេខណៈដែលស្ថានភាពសង្គ្រាមនៅតែបន្តអូសបន្លាយខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ